Shalom ព្រះបន្ទូលលើកទឹកចិត្តថ្ងៃទី1ខែសីហាមានចំណងជើងថាទោះដែលមិនអាចជៀសផុតបានអត្ថបទសរសេរដោយ Oswald Chambers បកប្រែសម្រួលនិងអានដោយអោមសាមយ៉ូអែលព្រះបន្ទូលថ្ងៃនេះម៉ាថាយចំពោះ5ខ23ដល់ខ25ដូច្នេះបើកាលណាអ្នកនាំយកដង្វាយមកដល់អាសនៈហើយនៅទីនោះអ្នកនឹងឃើញថាបងប្អូនណាមានហេតុអ្វីទាស់នឹងអ្នកនោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនៈហើយទៅរកជានឹងបងប្អូនជាមុនសិនរួចសឹមមកថ្វាយដង្វាយអ្នកចុះឲ្យអ្នកជាស្រុះស្រួលអ្នកដែលចោតវិញជាប្រញាប់ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នាក្រែងគេបញ្ជូនអ្នកទៅឲ្យចៅក្រមហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំរួចអ្នកត្រូវជាប់គុកទោះដែលមិនអាចជៀសផុតបានគ្មានឋានសួគ៌ណាដែលមានជ្រុងតូចមួយនៃឋាននរកនៅក្នុងនោះទេព្រះជាម្ចាស់បានតាំងចិត្តធ្វើឲ្យអ្នកបានបរិសុទ្ធនិងត្រឹមត្រូវហើយទ្រង់នឹងមិនអនុញ្ញាតឲ្យអ្នកគេចផុតពីការត្រួតពិនិត្យរបស់ព្រះវិញ្ញាណបរិសុទ្ធសូម្បីតែមួយវិនាទីក៏ដោយទ្រង់បានអនុញ្ញាតឲ្យមកជំនុំជម្រះភ្លាមនៅពេលដែលទ្រង់បានកាត់ទោសអ្នកប៉ុន្តែពេលខ្លះអ្នកមិនគោរពតាមទេបន្ទាប់មកអ្នកមិនអាចជៀសផុតបានចាប់ផ្ដើមកំណើតការដែលនាំមកនៅទោសដែលមិនអាចជៀសផុតបានឥឡូវនេះអ្នកត្រូវបានបោះចូលទៅក្នុងគុកហើយអ្នកនឹងមិនអាចចេញពីទីនោះបានទេរហូតដល់អ្នកបង់លុយមួយកាក់ចុងក្រោយប៉ុន្តែអ្នកសួរថាតើនេះជាព្រះនៃសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់មែនទេនៅពេលដែលមើលពីទស្សនៈរបស់ព្រះនោះគឺជាក្រសួងដ៏រុងរឿងនៃសេចក្តីស្រឡាញ់របស់ទ្រង់ព្រះជាម្ចាស់នឹងនាំអ្នកចេញមកដោយបរិសុទ្ធគ្មានស្នាមប្រឡាក់និងមិនសៅមងប៉ុន្តែទ្រង់ចង់ឲ្យអ្នកស្គាល់ធម្មជាតិដែលអ្នកកំពុងបង្ហាញធម្មជាតិនៃការទាមទារសិទ្ធិរបស់អ្នកចំពោះខ្លួនឯងនៅពេលដែលអ្នកមានឆន្ទៈឲ្យព្រះផ្លាស់ប្ដូរធម្មជាតិរបស់អ្នកកម្លាំងបង្កើតឡើងវិញរបស់ទ្រង់នឹងចាប់ផ្ដើមដំណើរការនៅពេលដែលអ្នកដឹងថាគោលបំណងរបស់ព្រះគឺដើម្បីនាំអ្នកចូលទៅក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយនឹងទ្រង់ផ្ទាល់ហើយបន្ទាប់មកជាមួយនឹងអ្នកដទៃទ្រង់នឹងទៅដល់ដែនកំណត់នៃសកលលោកដើម្បីជួយអ្នកដើរលើផ្លូវត្រូវនេះសម្រាប់ចិត្តធ្វើវាឥឡូវនេះហើយនិយាយថាបាទចាព្រះម្ចាស់ខ្ញុំនឹងសម្រេចធ្វើការនេះឬខ្ញុំនឹងផ្សះផ្សាជាមួយមនុស្សនោះឥឡូវសេចក្តីអធិប្បាយទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទគឺសម្រាប់ឆន្ទៈនិងមនសិការរបស់អ្នកមិនមែនសម្រាប់ក្បាលរបស់អ្នកទេប្រសិនបើអ្នកប្រកែកខគម្ពីរទាំងនេះពីសេចក្តីអធិប្បាយនៅលើភ្នំដោយក្បាលរបស់អ្នកឬដោយសារការយល់ដឹងរបស់អ្នកនឹងធ្វើឲ្យការអំពាវនាវដល់បេះដូងរបស់អ្នកចុះខ្សោយប្រសិនបើអ្នកឃើញខ្លួនឯងសួរថាខ្ញុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនរីកចម្រើនខាងវិញ្ញាណជាមួយព្រះបន្ទាប់មកសួរខ្លួនឯងថាតើអ្នកកំពុងសរបំណុលរបស់អ្នកពីទស្សនៈរបស់ព្រះដែរឬទេធ្វើឥឡូវនេះនៅអ្វីដែលអ្នកនឹងត្រូវធ្វើនៅថ្ងៃណាមួយសំណួរសារធម៌ឬការអំពាវនាវទាំងអស់ភ្ជាប់មកជាមួយនឹងអ្វីដែលត្រូវធ្វើនៅពីក្រោយចំណេះដឹងនៃការដឹងពីអ្វីដែលយើងគួរធ្វើនៅថ្ងៃនេះសូមអធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់ដ៏មានព្រះハរតីមេត្តាករុណាសូមព្រះអង្គមេត្តាផ្ដល់អំណោយទាននៃការភ័យទោសរបស់ព្រះអង្គមកទូលបង្គំព្រះបុត្រាតែមួយគត់របស់ព្រះអង្គស្រឡាញ់ទូលបង្គំគ្រប់គ្រាន់ដើម្បីយាងមកផែនដីហើយជួបប្រទះនឹងការឈឺចាប់ដ៏អាក្រក់បំផុតដែលអាចស្រមៃបានដើម្បីឲ្យទូលព្រះបង្គំបានទទួលសេចក្តីអភ័យទោសសេចក្តីមេត្តាករុណារបស់ព្រះអង្គហូរមកលើទូលបង្គំទោះបីជាទូលបង្គំមានកំហុសនិងបរាជ័យក៏ដោយហើយដោយសារការដែលព្រះអង្គបានអត់ទោសដល់ទូលព្រះសូមទ្រង់បានបង្រៀនឲ្យទូលព្រះបង្គំមានចិត្តក្លាហានដើម្បីនឹងអត់ទោសដល់អ្នកដែលធ្វើខុសនឹងទូលព្រះបង្គំផងដែរទូលបង្គំសូមអរព្រគុណទ្រង់ហើយទូលបង្គំសូមលើកទូលថ្វាយគ្រប់ការនេះក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន